ឃើញចាយនៅក្នុង TikTok ចាយបកកាយញីញ៉ោចាយចង់ទិញតែពីចាយម្ដង10កញ្ចប់20កញ្ចប់ហើយជួបចាយពេលហូបតែទៅដឹងមានក្តីសុខមិនទេហើយយើងនៅក្នុងចិត្តតែចេះអីហើយតែរួមភេទបានយូរគេនេះយើងហូបបានម្ដងតែ1កញ្ចប់ទេហើយពេលនេះដូចចង់បែកកតកម្មផឹកម្ដង10កញ្ចប់ម្ដង20កញ្ចប់ចង់មករួមភេទជាមួយឯងទីឡាប់តាន់បានរួមភេទឡាប់បាត់11 points to bring you សាប់ក៏បោះហើយបងប្អូនអើយអ្នកលក់តែរួមភេទបានយូរនេះនិយាយពីថាគ្មានបានស៊ីចុកអីទេបានតែគេលេបខាយនឹងលេបខាយមុខលេបខាយក្រោយយូរអីទៅផ្ទះស៊ីបរបស់គេហើយនឹកឃើញដល់ណាតែទិញតែយកមកចង់សម័យមួយយើងអីចឹងណាបើអ្នកខ្លះទៀតចៅអើយចៅឯងស្អាតចឹងមិនបាច់ប្រើតែក៏បានដែរក៏ខ្ញុំទៅរួចដែរអេបងប្អូនទាំងអស់គ្នាអើយខ្ញុំពេលខ្លះឥឡូវខ្ញុំលែងខឹងពួកគាត់ហើយបើកាលខ្ញុំលក់តែដំបូងវិញខ្ញុំខឹងពួកគាត់ខ្ញុំជេរតាមវយទៅវិញណាឥឡូវខ្ញុំលែងជេរហើយគាត់ថាខ្ញុំលែងចូលមើលហ្មងនិយាយទៅលក់តែនេះខ្ញុំជួបបងប្រុសគឺច្រើនខ្លាំងមែនតើអាពាកលេបខាយបែបថ្លៃធ្នូក៏មានអាពាកលេបខាយបែបថោកទាបក៏មានដែរតែឥឡូវលែងប្រកាន់ពួកគាត់បើគាត់និយាយចឹងមានន័យថាគាត់អត់ឲ្យតម្លៃយើងហើយគាត់ក៏អត់មានតម្លៃសម្រាប់ខ្លួនឯងដែរអញ្ចឹងយើងមិនបាច់តបគាត់ទេឥឡូវលែងខ្វល់លែងអីណានិយាយអីនិយាយទៅបើថាឆាតមកទិញតែចាំតបទៅបើថាឆាតមកនិយាយចឹងកុំចូលមើលពួកគាត់ទៅវាអត់មានរឿងកើតឡើងទេ